សួស្តីអ្នកទាំងអស់គ្នានៅថ្ងៃនេះខ្ញុំរ៉េតសារីតាមានដំណឹងពិសេសមួយចង់ចែករំលែកជាមួយអ្នកទាំងអស់គ្នាដំណឹងពិសេសនោះគឺខ្ញុំមានហ្គេមមួយចង់ឲ្យអ្នកទាំងអស់គ្នាចូលរួមដើម្បីមានឱកាសក្នុងការឈ្នះរង្វាន់ដ៏អស្ចារ្យប៉ុន្តែមុននឹងយើងចូលទៅកាន់តែលម្អិតតាក់ទងទៅនឹងការលេងហ្គេមនោះសូមមួយតើថ្ងៃទី1ខែធ្នូឆ្នាំ2020ខាងមុខនេះជាថ្ងៃអីគេដែរចាត្រឹមត្រូវនៅថ្ងៃទី1ខែធ្នូឆ្នាំ2020ខាងមុខនេះគឺជាគម្រប់ខួបលើកទី32នៃទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ឬក៏ World AIDS Day ប៉ុន្តែហេតុអីបានជាគេប្រារព្ធទិវានេះឡើងមូលហេតុដែលគេប្រារព្ធទិវានេះឡើងគឺដើម្បីលើកកម្ពស់ដល់ការយល់ដឹងនៃផលអាក្រក់នៃការរីករាលដាលក្នុងការឆ្លងមេរោគអេដស៍និងចូលរួមសោកស្ដាយដល់អ្នកដែលបានស្លាប់ដោយសារតែជំងឺមួយនេះគេប្រារព្ធទិវានេះឡើងគឺនៅថ្ងៃទី1ខែធ្នូចាប់តាំងពីឆ្នាំ1988មកម្លេះមន្ត្រីរដ្ឋាភិបាលមន្ត្រីសុខាភិបាលអង្គការក្រៅរដ្ឋាភិបាលក៏ដូចជាប្រជាជនទូទាំងពិភពលោកប្រារព្ធទិវានេះឡើងជាញឹកញាប់ដោយបង្កើតឲ្យមានវេទិកាផ្សេងៗគ្នាស្ដីពីការអប់រំពីការការពារនិងការគ្រប់គ្រងនៅមេរោគអេដស៍ដូច្នេះក្នុងនាមប្រទេសយើងដែលជាប្រទេសមួយធ្លាប់តស៊ូប្រឆាំងទៅនឹងជំងឺមួយនេះដែរយើងពិតជាមានកាតព្វកិច្ចក្នុងការជួយផ្សព្វផ្សាយទៅកាន់ប្រជាជនកម្ពុជានិងមនុស្សនៅជុំវិញខ្លួនយើងឲ្យបានទូលំទូលាយដោយហេតុនេះហើយ AHF Cambodia ដែលជាអង្គការក្រៅរដ្ឋាភិបាលមួយដែលផ្ដោតទៅលើការកែលម្អសុខភាពតាមរយៈការផ្ដល់ការព្យាបាលការលើកកម្ពស់ឲ្យមានការធ្វើតេស្តមេរោគអេដស៍តាមសហគមន៍និងការប្រើប្រាស់ស្រោមអនាម័យពិតជាមានកិត្តិយសក្នុងការបង្កើតនៅហ្គេមមួយដែលក្នុងគោលបំណងទី1គឺការផ្សព្វផ្សាយពីការយល់ដឹងទី2គឺការចែករំលែកពីទស្សនៈរបស់លោកអ្នកទៅលើបញ្ហាមេរោគអេដស៍ហើយទី3គឺលោកអ្នកអាចមានឱកាសក្នុងការទទួលបានរង្វាន់ពិសេសពីយើងខ្ញុំផងដែរតោះឥឡូវយើងចូលទៅដល់ការលេងហ្គេមរបស់យើងវិញម្ដងដោយអ្នកទាំងអស់គ្នាគ្រាន់តែថតនៅវីដេអូឃ្លីបខ្លីមួយនិយាយអំពីទំនួលខុសត្រូវរបស់អ្នកក្នុងការប្រយុទ្ធនឹងមេរោគអេដស៍ហើយសម្រាប់លក្ខន្តិកៈលោកអ្នកគ្រាន់តែធ្វើការបង្ហោះវីដេអូរបស់អ្នកដាក់ជា public mention មិត្តភ័ក្តិរបស់អ្នកឲ្យបាន5 like page AHF Cambodia ហើយកុំភ្លេច #AHF Cambodia #fight against HIV #WAD 2020កុំភ្លេចអសោះណាសម្រាប់ចំនួននាទីវីដេអូគឺកុំឲ្យលើសពី2នាទីអសោះអ្នកណាគេដែលទទួលបានការ like និង share ច្រើនជាងគេចំនួន20រូបនឹងទទួលបានឱកាសពិសេសពីកម្មវិធីរបស់យើងដែលគាត់នឹងទទួលបាននៅរង្វាន់ដបទឹកដ៏ស្រស់ស្អាតនិងនាឡិកាតុដ៏ស្រស់ស្អាតផងដែរសម្រាប់ខ្ញុំការទទួលខុសត្រូវក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគអេដស៍ទី1គឺខ្ញុំគួរតែស្មោះត្រង់ជាមួយនឹងដៃគូមួយនឹងមួយហើយបន្ទាប់នោះគឺខ្ញុំចែករំលែកនៅការអប់រំរបស់ខ្ញុំទៅកាន់មនុស្សជុំវិញខ្លួនពីការឆ្លងមេរោគអេដស៍ហើយជាចុងក្រោយនោះគឺការចូលរួមសកម្មភាពដើម្បីគ្រប់គ្រងបញ្ឈប់មេរោគអេដស៍ជាដើមចុះអ្នកវិញយើងនឹងរងចាំមើលនៅវីដេអូដ៏ច្នៃប្រឌិតរបស់អ្នកទាំងអស់គ្នាអញ្ចឹងចូលរួមជាមួយនឹងយើងនៅពេលនេះតែម្ដងថ្ងៃផុតកំណត់ក្នុងការចូលរួមលេងហ្គេមគឺនៅថ្ងៃទី1ខែធ្នូឆ្នាំ2020ខាងមុខនេះសម្រាប់ព័ត៌មានបន្ថែមអ្នកទាំងអស់គ្នាអាចចូលទៅកាន់ page AHF Cambodia តាក់ទងទៅនឹងទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍បាយបាយ